បាទសូមជម្រាបសួរពុកម៉ែយាយតាបងប្អូនទាំងអស់គ្នាផងដែរបាទវិលមកជួបគ្នាជាបន្តទៀតបាទជាមួយនឹង Channel បាទ SB Report ដែលជា Channel ថតសត្វផ្សេងៗបាទក៏ដូចជាដំណើរកម្សាន្តទៅកាន់តំបន់ផ្សេងៗផងដែរបាទថ្ងៃនេះគឺថាមានវីដេអូមួយបាទចែកជូនទៅដល់បងប្អូនទាំងអស់គ្នាបាទគឺតាក់ទងនឹងបាទសត្វប្រភេទដូចជាសត្វឃ្មុំអញ្ចឹងបងប្អូនណាបាទប៉ុន្តែគាត់ថាវាទូចជាងណាបាទទូចជាងសត្វឃ្មុំហើយរៀងរើដូចសត្វឃ្មុំអញ្ចឹងដែរបាទគឺថាសត្វប្រភេទនេះវាបានចូលទៅធ្វើសម្បុកបាទទៅធ្វើសម្បុកនៅក្នុងបាទធុងគេហៅថាបាទប្រអប់ closer បាទប្រអប់ closer របស់គេហៅថាគេដាក់ខ្សែអ៊ីនធឺណិតអញ្ចឹងណាបាទគេដាក់ខ្សែអ៊ីនធឺណិតបណ្ដាញអ៊ីនធឺណិតចូលហើយគេដាក់នៅលើបកគោលលើអញ្ចឹងទៅបាទប៉ុន្តែដោយសារតែរុំមិនបានចិត្តល្អអញ្ចឹងទៅក៏សត្វប្រភេទដូចជាសត្វឃ្មុំអញ្ចឹងបាទសត្វឃ្មុំវាចូលទៅក្នុងនឹងបាទចូលទៅក្នុងនឹងទៅហើយវាក៏កើតជាកូនកើតជាបាទជាគូនជាទឹកជាអញ្ចឹងទៅបាទហើយទឹកវាបាទផ្អែមមានរសជាតិបាទឆ្ងាញ់បាទដូចជាឃ្មុំធំអញ្ចឹងដែរបាទគឺថាឥឡូវនេះក្រុមការងារគាត់កំពុងតែបាទនេះខ្ញុំបានថតជូនបងប្អូនបាទនេះបាទមើលទៅគឺកកមែនទែនហើយមើលទៅសុទ្ធតែបាទជាតិស្ករនៅក្នុងនឹងអញ្ចឹងណាបាទប្លែកមែនទែនហើយខ្ញុំបានបណ្ដាឃើញទេបងប្អូនហើយយើងធ្លាប់តែឃើញសត្វឃ្មុំរៀងសំប៉ែតបាទប៉ុន្នេះគឺប្លែកម្យ៉ាងដែរហើយគាត់ថារៀងរើវារូបរាងវាដូចនឹងសត្វឃ្មុំដែរហើយវាមិនតិចមិនអីទេបងប្អូនបាទអត់មានតិចមានអីយើងទេហើយយើងអាចកោសបាទយកទឹកយកអីបានធម្មតាបាទប៉ុន្តែវាដូចជាមិនមានឃើញកូនឃើញអីដែរវាចេញជាទឹកវិញណាបាទហើយអត់ដឹងថាបើសត្វប្រភេទនេះយើងអាចហៅវាជាសត្វឃ្មុំឬក៏ជាសត្វប្រភេទអ្វីដែរគាត់ថាវានៅក្នុងហ្នឹងបាទវាបង្កើតបានទៅជាទឹកបាទបង្កើតបានជាទឹកហើយរសជាតិទឹកហ្នឹងគឺស្តៀងនឹងទឹកឃ្មុំដែរបាទរសជាតិផ្អែមបាទផ្អែមម្យ៉ាងបាទគឺពីព្រោះថាបើសិនជាទឹកឃ្មុំវិញគឺវាផ្អែមមុតល្អណាបាទផ្អែមមុតល្អប៉ុន្តែសម្រាប់ទឹកប្រភេទនេះវារៀងផ្អែមស្ទើរជាងទឹកឃ្មុំបន្តិចបាទហើយក្រុមការងារកំពុងតែបាទឆ្លិចយកក៏ដូចជាបាទឆ្កឹះយកច្បាច់យកបាទទឹករបស់វាបាទយកទៅធ្វើថ្នាំផ្សេងទៅបាទហើយលោបាទត្រូវថ្នាំអីផ្សេងយើងយកទុកណាបាទពីព្រោះថាបាទវាបានបាទពូននៅក្នុងប្រអប់ closer បាទយើងសម្រាប់យើងដាក់បណ្ដាញអ៊ីនធឺណិតឬក៏ខ្សែអ៊ីនធឺណិតអញ្ចឹងណាបាទវាដាក់ក្នុងនឹងអញ្ចឹងមុននឹងក្រោយយើងគង់តែឆ្កឹះវាដដែលទេបាទអញ្ចឹងទៅយើងឆ្កឹះវាចេញបាទឆ្កឹះវាចេញដើម្បីស្ដាយឃើញទឹកវាល្អក៏បាទចម្រាញ់យកទឹកនឹងដាក់នៅក្នុងដបទឹកសុទ្ធបានដែរបាទធ្លាប់តែឃើញឃ្មុំប្រភេទផ្សេងឬក៏ពង្រូតអីហ្នឹងវាអាចតិចយើងខ្លះដែរបាទថាឲ្យអញ្ចឹងណាបាទឲ្យម៉ាល់អីអញ្ចឹងទៅប៉ុន្តែសត្វប្រភេទនេះគឺវាមិនបានតិចយើងទេបាទគ្រាន់តែយើងបើកវាមកគឺវានាំគ្នារត់ចេញតែម្ដងបងប្អូនបាទរត់ចេញតែម្ដងហើយសម្បុកវាក៏ដូចជាទឹកវាគឺកកបាទកកខ្មៅស្អិតតែម្ដងណាបាទខ្មៅស្អិតតែម្ដងហើយដូចជាមិនមានបាទកូនមានអីដែរប៉ុន្តែកូនវាដូចជានៅមួយខាងទៀតប៉ុន្តែមើលទៅដូចជាកូនវាទូចបាទទូចមែនតើកូនវាណាបាទប៉ុន្តែភាគច្រើនហ្នឹងគឺទឹកវាតែម្ដងបាទមានសម្បុកហើយមានទឹកតែម្ដងហើយកូនវាគឺកើតដែរតែបាទកើតភាគតិចទេបាទហើយនេះក្រុមការងារកំពុងតែច្បាច់យកគឺថាបានចិត្តបាទនិយាយរួមទៅបានកន្លះដបតូចដែរបងប្អូនបាទបានកន្លះដបតូចដែរហើយអត់ដឹងថាជាគេហៅថាប្រភេទសត្វឃ្មុំអីទេបងប្អូនគឺថារៀងវាទូចបាទទូចល្អិតបាទប៉ុន្តែដូចសត្វឃ្មុំប៉ុន្តែវាមិនតិចមិនអីទេបាទហើយសម្បុកវាបាទប្លែកពីសត្វឃ្មុំបាទប្លែកពីសត្វឃ្មុំបងប្អូនបាទអរគុណណាស់បាទជួបគ្នាជាបន្តទៀតផងដែរបាទសូមអរគុណសូមគោរពលាបាទ